នៅលើទីផ្សារអ្នកនរគ្នាសម្រាប់នាឡិកា Smart Watch គឺវាមានច្រើនមែនតើហើយតម្លៃរបស់វាក៏វាទៅតាមនឹងផងដែរប៉ុន្តែនៅក្នុងដៃខ្ញុំនេះ GS3 Ultra របស់ Black Shark គឺមានតម្លៃល្អមែនតើសម្រាប់នាឡិកា Smart Watch ក្នុងកញ្ចប់តម្លៃក្រោម$100គឺខ្ញុំកម្រឃើញនាឡិកាណាដែលវាផលិតមកវាមានរូបរាងក្រាស់ហើយធន់អញ្ចឹងមែនតើប៉ុន្តែសម្រាប់ GS3 Ultra នេះគឺវាមានរូបរាងធន់វាផលិតមកគឺវាមានលក្ខណៈថាមាំហើយចំពោះ material របស់វាគឺតាន់ល្អតាមការប្រើប្រាស់របស់ខ្ញុំអស់រយៈពេលជាច្រើនខែដែរខ្ញុំប្រើវាច្រើនមែនទែនតាក់ទងទៅនឹងការលេងកីឡាក៏ដូចជាការធ្វើដំណើរឬក៏ការផ្សងព្រេងផ្សេងៗគឺខ្ញុំប្រើប្រាស់នាឡិកាមួយនេះតាមខ្លួនជាប់ជាមួយខ្ញុំរហូតសម្រាប់ GS3 Ultra នេះផងដែរវាបំពាក់មកជាមួយទៅនឹងអេក្រង់ AMOLED ទំហំ 1.43 អ៊ីងហើយចំពោះពន្លឺរបស់វាគឺវាអាចបុកបានដល់ទៅ 1000 nit បើសិនជាយើងប្រើប្រាស់វាក្រោមកម្ដៅថ្ងៃណាហើយចំពោះ PPI របស់នាឡិកាមួយនេះគឺវាបង្ហាញរូបភាពបានដល់ទៅ 326 PPI ទាំងអស់គ្នាបានន័យថារូបភាពដែលវាបង្ហាញនៅលើអេក្រង់របស់នាឡិកាមួយនេះគឺវាបង្ហាញចេញមកគឺវាច្បាស់ល្អហើយវាមានលក្ខណៈថាភ្លឺស្អាតមែនទែនហើយសម្រាប់អេក្រង់របស់វាដែលវាបំពាក់មកក្នុងកញ្ចប់តម្លៃប៉ុណ្នេះវាល្អមែនតើអ្នកនរគ្នាសម្រាប់នាឡិកានេះគឺវាមានមុខងារ offline GPS ដែលវាប្រើប្រាស់នៅ GPS dual band ដែលយើងអាចនិយាយសួរស្ដាប់គឺគេប្រើ GPS 2នៅក្នុងឧបករណ៍តែមួយដែលវាប្រើប្រាស់នៅ dual band GPS GNSS chip តែម្ដងបើសិនមកយើងនិយាយទៅ GPS ដែលគេប្រើប្រាស់ពីរក្នុងឧបករណ៍តែមួយអញ្ចឹងវាកម្រមានណាលុះត្រាតែនាឡិកាហ្នឹងវាមានតម្លៃថ្លៃក៏ប៉ុន្តែសម្រាប់ GS3 Ultra នេះគឺគេបំពាក់នៅ dual band GPS តែម្ដងនៅក្នុងឧបករណ៍នេះស្រាប់អញ្ចឹងហេតុអីបានជា dual band GPS នៅក្នុងនាឡិកានេះវាសំខាន់សម្រាប់ឧបករណ៍ Smart Watch ទាំងអស់នៅពេលដែលយើងប្រើប្រាស់នៅប្រភេទ dual band GPS អញ្ចេះបានន័យថាការតាមដាននៅ GPS របស់វាហ្នឹងគឺវាមានភាពសុក្រឹតល្អមែនតើជាពិសេសនៅពេលដែលយើងប្រើប្រាស់វាជាប្រភេទ offline អញ្ចឹងនៅពេលដែលនាឡិកាយើងមាន dual band GPS នេះគឺវាអាចឲ្យយើងធ្វើការប្រើប្រាស់នៅ GPS ហ្នឹង offline បានយ៉ាងសុក្រឹតហើយមានភាពជាក់លាក់មែនតើហើយមួយទៀតសម្រាប់នាឡិកានេះគឺវាភ្ជាប់មកទៅនឹងមុខងារ file ATM ដែលវាអាចការពារកម្រិតទឹកនិងការពារកម្រិតធ្លាក់នឹងបានយ៉ាងមានប្រសិទ្ធភាពមែនទែនហើយចំពោះ5 ATM គឺយើងអាចយកវាទៅជាមួយទឹកបានដល់ទៅ50ម៉ែត្រដោយអត់បញ្ហាហើយសម្រាប់នាឡិកាមួយនេះក៏វាមានមុខងារ Bluetooth calling ដែលវាអនុញ្ញាតឲ្យយើងធ្វើការលើកទូរស័ព្ទជាមួយទៅនឹងនាឡិកានេះផ្ទាល់តែម្ដងហើយក្រៅពីមុខងារផ្សេងទៀតវាមានភ្ជាប់ជាមួយទៅនឹងមុខងារកីឡាប្រហែលជា160ប្រភេទអ្នកនរគ្នាគឺច្រើនមែនតើនៅក្នុងនាឡិកាមួយនេះណាដែលយើងអាចប្រើប្រាស់វាទៅតាមប្រភេទកីឡាដែលយើងត្រូវការអ្នកនរគ្នាសម្រាប់ GS3 Ultra យើងអាច connect វាភ្ជាប់ជាមួយទៅនឹងកម្មវិធីទូរស័ព្ទដៃឈ្មោះ Shark Track ដែលនៅក្នុងកម្មវិធីមួយនេះគឺវាបង្ហាញនៅទិន្នន័យផ្សេងដែលយើងបានធ្វើការប្រើប្រាស់វាជាមួយទៅនឹងនាឡិកាមួយនេះហើយអ្វីដែលពិសេសសម្រាប់នាឡិកាមួយនេះគឺវាមាន watch face ដល់ទៅ270ជាងដែលខ្ញុំគិតថាវាគ្មាននាឡិកាណាដែលវាមានអា watch face ហ្នឹងច្រើនដល់ម្លឹងទេហើយប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើប្រាស់ watch face តា 4-5 ទេដែលខ្ញុំគិតថាស្អាតហើយ clean ដែលវាផ្ដល់នៅព័ត៌មានគ្រប់គ្រាន់សម្រាប់ឲ្យខ្ញុំធ្វើការប្រើប្រាស់បានហើយសម្រាប់នាឡិកាមួយនេះគឺវាមានភាសាខ្មែរយ៉ាងពេញលេញតែម្ដងអ្នកនរគ្នាគឺយើងអាចប្រើប្រាស់វាជាភាសាខ្មែរបានផងដែរនិយាយលេងសើចអីនាឡិកានេះខ្ញុំប្រើវា8-10ថ្ងៃប្រើវាជាប់អត់សាកថ្មទេគឺថ្មរបស់វាកាន់មែនតែនប៉ុន្តែអ្នកនរគ្នាដឹងអត់បើសិនបើយើងប្រើប្រាស់វាបែបលក្ខណៈ power saving mode ណា45ថ្ងៃឯណោះអ្នកនរគ្នាខ្ញុំតេស្តហើយគឺអត់បញ្ហាគឺការប្រើប្រាស់របស់វាគឺសន្សំសំចៃថ្មបានល្អមែនតែនខ្ញុំកម្រឃើញនាឡិកាណាដែលវាមានថ្មកាន់ដូចនាឡិកាមួយនេះណាអញ្ចឹងចុងក្រោយតើនាឡិកាមួយនេះគឺគេផលិតមកសម្រាប់អ្នកណាគេសម្រាប់ការប្រើប្រាស់របស់ខ្ញុំផ្ទាល់នាឡិកាមួយនេះគឺគេផលិតមកសម្រាប់អ្នកដែលចូលចិត្តធ្វើការផ្សងព្រេងច្រើនហើយត្រូវការនាឡិកាណាដែលមានរូបរាងធន់មាំហើយអាចប្រើប្រាស់កាន់ថ្មបានយូរអញ្ចឹងនាឡិកាមួយនេះគឺសម្រាប់ពួកគាត់ប៉ុន្តែអ្វីដែលពិសេសមួយទៀតគឺតម្លៃគឺសម្រាប់អ្នកដែលមិនចង់ចាយលុយច្រើនដល់ទៅរាប់រយដុល្លារដើម្បីទៅទិញនាឡិកាមួយគ្រឿងតម្លៃ$85វាផលិតមកបានប៉ុណ្នេះមានមុខងារប៉ុណ្នេះខ្ញុំគិតថាវាជាតម្លៃមួយដែលស័ក្តិសមសម្រាប់នាឡិកាមួយនេះមែនទែន